ដែលពីមុនព្រះអង្គជាពោធិសត្វកើតជាសត្វតៅវ៉ៅបានពោលអំពីមនុស្សស្រីមើងងាយប្តីចំនួន8ប្រការអ្នកគ្រូហេតុអ្វីក៏មនុស្សស្រីចាំបាច់ផាត់ក្បត់ប្តីព្រោះតែរឿងនឹងធ្វើអីតើវាសំខាន់មែនទេស្រឡាញ់គ្នាហើយហេតុអ្វីទៅកេងជាមួយបរិបផ្សេងទៀតខ្ញុំមិនយល់មែនធ្វើដូចឆ្ងល់ដែរអញ្ចឹងអ្នកដែលនិយាយបែបហ្នឹងភាគច្រើនក្បត់គេមុននឹងឯងអ្នកគ្រូមិនដឹងទេណាតែអ្នកគ្រូនិយាយភាគច្រើនតាមធម្មតារឿងផាត់ក្បត់ប្រុសក្បត់ស្រីស្រីក្បត់ប្រុសហ្នឹងគឺមានដូចតែគ្នាគ្រប់យ៉ាងកើតឡើងដោយសារមិនមានសេចក្តីខ្មាស់បាបខ្ពើមបាហើយអ្នកខ្លះទៀតក៏ធ្វើដោយសារតែមិនដឹងខ្លួនព្រោះឃើញសង្គមខាងក្រៅហើយអ្នកខ្លះទៀតក៏មើលសង្គមអឺរ៉ុបគេដូរគូគ្នាអីចឹងទៅចឹងក៏យកមកប្រព្រឹត្តតាមតែមួយនៅក្នុងចំណោមនោះបើទៅតាមធម្មៈណាព្រោះតែមានវិបាកកម្មបានន័យថាធ្លាប់មានពៀចងពៀនឹងគ្នាធ្វើឲ្យមានវិបាកកម្មផ្នែកកម្មគុណធ្វើឲ្យយើងទៅបានដៃគូម្ខាងទៀតដែលត្រូវការកម្មគុណដោយមិនមានសេចក្តីខ្មាស់បាបអៀនបាបនិយាយទៅរឿងផាត់ក្បត់នេះគ្រប់យុគគ្រប់សម័យរមែងកើតឡើងជានិច្ចគ្រាន់តែយកសម័យយើងវាច្រើនដោយសារគុណធម៌ធ្លាក់ចុះហើយនៅពេលដែលផាត់ក្បត់រមែងមានហេតុផលផ្សេងពីគ្នាពេលខ្លះមានហេតុផលរឿងនេះទេតែជាហេតុបណ្ដាលឲ្យទើសទាល់ចិត្តហើយមើងងាយគ្នាក៏ផាត់ក្បត់គ្នានៅទីបំផុតព្រះសម្មាសម្ពុទ្ធបានសម្ដែងថាមនុស្សស្រីដែលផាត់ក្បត់ស្វាមីមើងងាយបុរសជាប្តីណាដែលពីមុនព្រះអង្គជាពោធិសត្វកើតជាសត្វតៅវ៉ៅបានពោលអំពីមនុស្សស្រីមើងងាយប្តីចំនួន8ប្រការតែ8ប្រការហ្នឹងធំណាអត់រាប់ពីវិបាកកម្មអីចូលទេរាប់តែពីហេតុដែលធ្វើឲ្យមនុស្សស្រីមើងងាយប្តីតាមធម្មតាបើមើងងាយគឺជាហេតុធ្វើឲ្យបែកបាក់ឯមែនទេព្រោះបណ្ដាលឲ្យទើសទាល់ចិត្តអញ្ចឹងបុរសឆែកមើលណាតើមាន8ប្រការហ្នឹងទេទី1ប្តីទីទួលក្ររលុយអង្វានគេមើងងាយគេក្បត់ហើយទី2ឈឺច្រើនអញ្ចឹងតើមានជំងឺប្រចាំធ្វើឲ្យគេទើសទាល់ចិត្តផាត់ក្បត់ដែរទី3ប្តីវ័យចំណាស់ចាស់ក្រំគ្រាអញ្ចឹងបុរសដែលមានវ័យចំណាស់ក៏ជាហេតុធ្វើឲ្យស្ត្រីមើងងាយហើយក៏បណ្ដាលឲ្យទើសទាល់ផាត់ក្បត់បានទី4ប្តីជាអ្នកលេងសូរ៉ាចូលចិត្តផឹកស្រាអញ្ចឹងអត់មានអីផ្លាយទេតែកាលណាផឹកស្រាហើយប្រពន្ធភាកច្រើនទៅនិយាយខាងក្រៅគឺនិយាយដើមប្តីហើយនិយាយដើមចុះនិយាយដើមឡើងមានហេតុមើងងាយប្តីដល់ពេលដឹងទើសទាល់ក៏ជាហេតុធ្វើឲ្យបែកបាក់ទី5ប្តីធ្វេសប្រហែសការធ្វេសប្រហែសគឺទាំងរឿងការងារទាំងការមិនយកចិត្តទុកដាក់ជាមួយគ្រួសារធ្លាប់ឮទេពេលនៅសង្សារដឹកដៃគ្នាឆ្លងថ្នល់ដល់ពេលបានគ្នាហើយមកលឿនណាស់មកដល់ពេលកើតទើសទាល់ចិត្តមើងងាយកើតផាត់ក្បត់នៅទីបំផុតដែរទី6ប្តីល្ងងខ្លៅនឹងគឺដូចគ្នាទាំងរឿងគ្រួសាររឿងលើក្រែរឿងការងារអីមកចប់ទី7ប្តីខ្ជិលច្រអូសអត់ធ្វើកិច្ចការងារផ្សេងដូចគ្នាការមិនថាការងារផ្ទះការងារក្នុងការងារក្រៅរួមទាំងការងារលើក្រែផងទី8ប្តីដែលធ្វើឲ្យវត្ថុជាទីស្រឡាញ់ឬរបស់គ្រប់យ៉ាងវិនាសនិយាយឲ្យស្រួលស្ដាប់គឺអាចចូលចិត្តបំផ្លាញរបស់របរជាដើមនិយាយទៅភាសាឲ្យស្រួលស្ដាប់អំពើហិង្សាវាយបែកបាក់របស់របរក៏មានរួមទាំងហិង្សាទៅលើគ្រួសារក៏មានតាមធម្មតារបស់ជាទីស្រឡាញ់ដូចជាប្រពន្ធស្រឡាញ់មុខមាត់ដល់ពេលប្តីវាយមុខវាយមាត់ធ្វើឲ្យហើមប៉ោងក៏ជាហេតុធ្វើឲ្យប្រពន្ធមើងងាយដូចគ្នាអញ្ចឹង8ប្រការធំនេះជាហេតុធ្វើឲ្យមនុស្សស្រីមើងងាយប្តីមានការទើសទាល់ឲ្យផាត់ក្បត់នៅទីបំផុតដូចគ្នាចាំអ្នកគ្រូមកអធិប្បាយពីមួយខអូខេណា